chú cơ lẹng đã chỉ tụ tớiគេហៅគាត់ថាជូកើខុងមីងខុងមីងគឺជាឈ្មោះមួយនៅក្នុងរឿងសាមកុកខុងមីងគឺជាបុគ្គលម្នាក់ដែលទទួលស្គាល់យ៉ាងពងខ្ពស់ផ្នែកប្រាជ្ញាវិង្វ័យនិងគុណសម្បត្តិផងដែរទម្រង់ខុងមីងបានធ្វើជាទីប្រឹក្សារបស់លាវប៉ៃត្រូវចំណាយពេលធ្វើដំណើរទៅលាក់ខ្លួនទាំងអាយុ26ឆ្នាំដែលរស់នៅក្នុងខ្ទមឈើទៅដល់3ដងទោះបីជាខុងមីងមិនទទួលបានស្គាល់ពីបណ្ដានាយទាហានស៊ូហានតែនៅពេលខុងមីងបានសម្ដែងទ្វេដៃនៅក្នុងការបំផ្លាញទ័ពឆៅខុងមីងក៏បានទទួលការកោតសរសើរអំពីមនុស្សជំនាញខ្លួនផងដែរបើនិយាយពីភាពវៃឆ្លាតរបស់ខុងមីងគឺមានចំណែកមិនតិចដែរដែលធ្វើឲ្យរឿងសាមកុកក្នុងដំណើរនេះគឺមានស្ថិរភាពដ៏អស្ចារ្យហើយពោពេញទៅដោយឧបាយកលដែលគួរឲ្យតាមដានជាទីបំផុតខុងមីងជាអ្នកប្រាជ្ញកម្ពុជាម្នាក់ដែលមានទេពកោសល្យខ្ពស់ចំណេះដឹងឆ្លៀសវៃយ៉ាងមុតមាំផ្នែកទី1នៃភាពឆ្លៀសវៃរបស់ផ្នែកបញ្ញារបស់ខុងមីងដែលឆ្លុះបញ្ចាំងពីភាពម៉ត់ចត់ក្នុងការធ្វើយុទ្ធសាស្ត្រសង្គ្រាមក្នុងជំនាញទាំងឡាយផ្សេងៗនៅក្នុងប្រវត្តិសាស្ត្រភូមិសាស្ត្រការធ្វើសង្គ្រាមគ្រប់គ្រងសិល្បៈចិត្តវិទ្យាគណិតសាស្ត្រនិងមនោគមជាដើមជូកើលៀងដែលគេហៅថាខុងមីងនៅឆ្នាំ181ដល់ឆ្នាំ234មុនគ្រិស្តសករាជដែលមានឈ្មោះថាជូកើលៀងហៅខុងមីងជាឈ្មោះទី2ជាកូនទី2របស់ជូកើគុយនាម៉ឺនតុងឈិននៃស្ដេចហ៊ិនតេហើយខុងមីងក៏មានបងប្អូនចំនួន3នាក់ផងដែរនៅក្នុងនោះគឺមានជូកើជីងជូកើលៀងនិងជូកើជុនបងប្អូនរបស់ជូកើលៀងសុទ្ធសឹងតែជាអ្នកប្រាជ្ញអ្នករៀនសូត្របានច្រើនចេះដឹងហើយធ្វើការបម្រើនៅក្នុងមន្ត្រីរាជការនៅតាមបណ្ដានគរមួយចំនួនផងដែរខុងមីងជាមនុស្សឆ្លៀសវៃមានចំណេះដឹងទូលំទូលាយទាំងវិទ្យាសាស្ត្រហោរាសាស្ត្រនយោបាយការទូតនិងសិល្បៈហើយមានឧបនិស្ស័យត្រជាក់មេត្តាធម៌ចូលជាសាឡបងអ្នកដែលពូកែអួតហើយរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយនឹងអ្នកស្រុកនៅជើងភ្នំឡាំងកាំងដោយជួយធ្វើស្រែចម្ការផ្សេងៗរបស់អ្នកស្រុកផងដែររហូតជាទីគោរពរាប់អានរបស់អ្នកស្រុកខុងមីងតែងតែសន្ទនាជាមួយនឹងអ្នកដែលមានចំណេះដឹងជានិច្ចមានដូចជាជីស៊ឺកុងវៀនមីងកុងវើយនិងស៊ុយពេងខុងមីងតែងតែលើកខ្លួនឯងប្រដូចនឹងក្វាន់តុងនិងងាក់យេជាអ្នកកំពូលប្រាជ្ញក្នុងសម័យជុនជៀវនិងរាជវង្សឈិនដែលមិត្តភក្តិតែងតែភ្ញាក់ផ្អើលដោយសារខុងមីងហ៊ានលើកខ្លួនដូច្នេះហើយមានតែជីស៊ឺតែប៉ុណ្ណោះដែលជឿជាក់ថាមិនបានលើកខ្លួនហួសហេតុនោះទេជាងនេះទៅទៀតកម្ពុជាអ្នកប្រាជ្ញនៃសាមកុកដូចជាលោកគ្រូស៊ូម៉ាឈូនៅលើកដំកើងថាមិនត្រឹមតែខ្វាន់តេងឬងាក់យេប៉ុណ្ណោះទេតែអាចប្រៀបបានជាមួយនឹងជាងថៃនៅក្នុងរាជវង្សជីវនិងទៀងលៀងក្នុងរាជវង្សហានផងដែរខុងមីងនៅពេលទំនេរពីការងារខុងមីងគឺជាមនុស្សម្នាក់ចូលចិត្តសិក្សាផ្នែកវិទ្យាព្យាករណ៍អាកាសធាតុយ៉ាងដឹងយ៉ាងជ្រាលជ្រៅរហូតដល់មនុស្សហាក់ស្នាមឲ្យគាត់ថាអ្នកស្ទង់ដីនិងមេឃមហាសមុទ្រខុងមីងបានសិក្សាពីតម្រាពិជ័យសង្គ្រាមបុរាណរហូតបានឈ្មោះថាអ្នកជំនាញក្នុងផ្នែកយុទ្ធសាស្ត្រថ្នាក់កំពូលដែលមានរហស្សនាមថាហ្វូឡុងដែលប្រែមកថានាគលាក់ខ្លួនខុងមីងរៀបការជាមួយនឹងនាងវ៉ាងយេអ៊ិនបុត្រីរបស់អួងឈឿងយ៉ានព្រះអង្គម្ចាស់ខ្លាំងហ៊ុនខុងមីងជាទីប្រឹក្សារបស់លាវប៉ៃតាមពាក្យណែនាំរបស់ឈីស៊ីនិងពាក្យសរសើរពីស៊ូម៉ាតេឈូប្រសិនបើលាវប៉ៃទទួលបានបុគ្គលម្នាក់នេះលាវប៉ៃនឹងអាចស្ដារនគរឲ្យបានសម្រេចផងដែរប៉ុន្តែលាវប៉ៃត្រូវឆ្លងកាត់ការពុះពៀក្នុងដំណើរអាកាសធាតុដ៏ត្រជាក់ហើយត្រូវមើលមនុស្សយ៉ាងហ្មត់ចត់ដែលមានរកពាភាពឆ្លៀសវៃមកតាមខ្លួនរហូតមកដែលម្នាក់នោះគេហៅថាជាជូកើលៀងហៅកុងមីងលាវប៉ៃមករកខុងមីងដល់ខ្ទមឫស្សីឯភ្នំឡាំងកាំងដល់ទៅ3ដងក៏មិនបានជួបខុងមីងដែរដោយសារតែភាពអត់ធ្មត់របស់លាវប៉ៃទើបធ្វើឲ្យលាវប៉ៃបានជួបជាមួយនឹងខុងមីងហើយខុងមីងទុនចិត្តអាណិតជាមួយនឹងលាវប៉ៃក៏បានរួបរวมធ្លុងស្មោះត្រង់ដើម្បីស្ដារនគរហានឡើងវិញលាវប៉ៃថែមទាំងលំអោនមិនប្រកាន់ខ្លួនថាជាស្ដេចពូរបស់ស្ដេចហ៊ីនតេទេទើបខុងមីងព្រមលះបង់ស្រែចម្ការទៅជួយលាវប៉ៃដើម្បីច្បាំងជាមួយនឹងឆៅដែលពេលនោះខុងមីងមានអាយុត្រឹមតែ26ឆ្នាំតែប៉ុណ្ណោះបើយើងក៏លេចមើលមកផ្លែតខុងមីងអាយុ26ឆ្នាំពិតជាវ័យក្មេងមែនទែនដែលអាចធ្វើដំណើរដ៏វែងឆ្ងាយជាច្រើនឆ្នាំជាមួយនឹងលាវប៉ៃទៅធ្វើសង្គ្រាមដែលពិតជាផ្សងគ្រោះថ្នាក់មែនទែនដែលមានអាយុត្រឹមតែ26ឆ្នាំនៅពេលខុងមីងបានទៅរស់នៅជាមួយនឹងលាវប៉ៃត្រូវបានទទួលស្គាល់នឹងការមើលថែយកចិត្តទុកដាក់និងផ្ដល់ការគោរពដូចជាគ្រូធ្វើឲ្យខុងមីងមិនត្រឹមតែជាទីទទួលស្គាល់ពីបណ្ដាទាហានស៊ូហានទេរួមទាំងគួនអ៊ូនិងទីវហ៊ុយផងដែរនៅពេលខុងមីងសម្ដែងទ្វេដៃបង្ហាញឲ្យឃើញពីការបំផ្លាញទ័ពរបស់ហេហួរតុនមេទ័ពរបស់ឆៅនៅទួលប៉ូវ៉ាំងដែលមានអាយុត្រឹមតែ27ឆ្នាំខុងមីងមានចំណេះដឹងផ្នែកព្យាករណ៍អាកាសធាតុនិងទិសដៅខ្យល់បក់ចូលកាន់បញ្ជាការចម្បាំងគ្រាដំបងដុតគំទេចទ័ពរបស់ឆៅ100,000នាក់ដែលគប់ភ្លើងចូលទៅដល់រហូតស្បៀងទ័ពឆេះរបស់ឆៅអស់រលីងពេលអាយុ28ឆ្នាំ
បានខ្លាចជាទូតពូកែប្រើសិល្បៈក្នុងការចរចាជាមួយនឹងស៊ុនគួននៃនគរអ៊ូមកចូលជួយនឹងសម្ព័ន្ធមិត្តកម្ចាត់កងទ័ពនាវារបស់ឆៅឆៅនៅជ័យសមុទ្រកាងតាំងដុតទាហាននាវារបស់ឆៅឆៅស្លាប់អស់ជាង8លាននាក់ខុងមីងជាអ្នកដែលមានចំណេះដឹងផ្នែកតម្រាសឹកសង្គ្រាមដឹងរឿងភូមិសាស្ត្រច្រើនទូទាំងទឹកដីចិនការព្យាករណ៍អាកាសធាតុនិងអាចសៀបទងដឹងអំពីស្ថានភាពក្នុងអនាគតកាលបានទើបជនជាតិចិនយល់ថាខុងមីងមានវិតាមុនគាថាហៅទឹកបានទឹកហៅខ្យល់បានខ្យល់ហៅភ្លើងបានភ្លើងពេលចេញធ្វើសឹកសង្គ្រាមខុងមីងនឹងបញ្ជាទ័ពច្បាំងនៅលើរទេះរអិលដ៏មានមួកនិងផ្លិតរោមសัตว์ជាប្រចាំខ្លួនព្រមតែមានចំណេះដឹងសពយ៉ាងអាចមើលចិត្តមនុស្សធ្លុះបាននិងទូទាហេតុការណ៍ទុកជាមុនបានទើបដឹងពីសភាពអាកាសធាតុបានហើយមនុស្សនិយាយថាជាអ្នកសៀបស្ទង់ដឹងបរិយាកាសបានខុងមីងជាកម្លាំងសំខាន់បំផុតផ្នែកដែនដីស៊ូហានដែលខុងមីងមានឋានៈជាមហាឧបរាជមើលការកោត្រកិច្ចការស្ទើរតែគ្រប់ទាំងអស់របស់នគរស៊ូហានហើយទទួលការជោគជ័យនៅក្នុងការលើកទ័ពទៅបង្ក្រាបមេងហួរកំពូលមនុស្សដ៏យង់ឃ្នងនៅភាគខាងត្បូងតែបានសម្រេចក្នុងការលើកវាយទ័ពចូលទៅកាន់ភូមិភាគខាងជើងទៅដល់6ដងដើម្បីយកឈ្នះនគរអ៊ុយទេជីវិតចុងក្រោយរបស់ខុងមីងគឺឈឺចាប់ខ្លាំងបំផុតដែលស្លាប់នៅលើរទេះសេះកណ្ដាលសមរភូមិដែលមានអាយុ45ឆ្នាំ